នៅលើសង្វៀនសំឡេងហូរកញ្ជ្រៀវសម្រែកគាំទ្រនិងការសរសើរលន់លឺក៏ក្រើកពេញទីលាននៅពេលដែលយើងឈ្នះមនុស្សរាប់អានឲ្យតម្លៃសម្លឹងមកយើងដូចជាវីរបុរសតែគ្មាននរណាម្នាក់ដឹងទេថាមុនឈ្នះមួយប្រកួតយើងត្រូវហូរញើសហូរឈាមនិងលេបការឈឺចាប់ប៉ុន្មានដងហើយពេលចាញ់សំឡេងហូរកញ្ជ្រៀវដែលធ្លាប់តែផ្ដល់កម្លាំងចិត្តប្រែក្លាយទៅជាពាក្យបន្ទោសបង្អាប់មនុស្សដែលធ្លាប់តែសរសើរបែរជាងាកមុខចេញដូចជាយើងគ្មានតម្លៃអ្វីសេសសល់ជីវិតជាកីឡាករប្រដាល់គឺមានតម្លៃតែពេលដែលមានកម្លាំងឡើងសង្វៀនប៉ុណ្ណោះថ្ងៃណាដែលនៅវាយបាននៅអាចឈ្នះបានគេហៅថា idol តែបើថ្ងៃណាមួយរបួសជើងរបួសដៃឬខូចខ្លួនរហូតដល់លែងអាចប្រកួតបានឈ្មោះដែលធ្លាប់តែល្បីក៏ចាប់ផ្ដើមរសាត់បាត់ពីការចងចាំរបស់មនុស្សពីមនុស្សដែលធ្លាប់ឈរនៅក្រោមពន្លឺភ្លើងខ្លាចជាមនុស្សដែលគ្មានអ្នកណាចង់ស្គាល់ជីវិតទាហានក៏មិនខុសគ្នាប៉ុន្មានដែរជាពិសេសទាហានទល់មុខដែលយកសាច់ឈាមខ្លួនឯងទៅបាំងគ្រាប់កំភ្លើងឲ្យប្រជាជននៅខាងក្រោយរស់បានសុខសាន្តពេលប្រទេសមានសន្តិភាពគ្រប់គ្នាតែងមើលរំលងក្នុងក្រសែភ្នែករបស់ពួកគេចាត់ទុកទាហានដូចជាមនុស្សព្រៃពេលខ្លះគេរុញចេញពីផ្លូវដែលពួកគេកំពុងដើរថែមទៀតអ្នកខ្លះមើងងាយខ្លះស្អប់ខ្លះគិតថាទាហានជាមនុស្សកាចសាហាវតែពេលសង្គ្រាមទុះឡើងទើបគេដឹងថាទាហានសំខាន់ណាស់ពេលនោះហើយទើបគេដឹងថាអ្នកដែលឈរនៅជួរមុខមិនមែនជាមនុស្សព្រៃទេតែជាមនុស្សដែលយកជីវិតទៅដូរដើម្បីការពារទឹកដីតែនៅតែមានការឈឺចាប់បំផុតនៅក្រោយបញ្ចប់សង្គ្រាមគ្មានអ្នកណាសួរទេថាតើអ្នកភ័យប៉ុណ្ណាតើអ្នកបាត់បង់មិត្តរួមក្រុមប៉ុន្មានអ្នកតើអ្នកបានហូបគ្រប់គ្រាន់ឬទេតើអ្នកមានរបួសឬអត់អ្វីដែលពួកគេសួរមានតែឈ្នះឬចាញ់បាត់ដីឬអត់បានលទ្ធផលមិនដូចចិត្តពាក្យជន់ឈ្លីក៏ចាប់ផ្ដើមកាត់ឡើងគ្មានអ្នកណាមើលឃើញថានៅក្រោមឯកសណ្ឋាននោះក៏មានបេះដូងមានការឈឺចាប់មានទឹកភ្នែកដូចមនុស្សធម្មតាដែរទាហានពេលនៅមានកម្លាំងកាន់អាវុធគេចាត់ទុកជាវីរបុរសតែបើថ្ងៃណាមួយដាច់ដៃពីការជើងឬធ្លាក់ខ្លួនពីការព្រោះសង្គ្រាមមនុស្សជាច្រើននឹងដើរចេញឆ្ងាយពីយើងម្ដងម្នាក់ព្រោះក្នុងក្រសែភ្នែកមនុស្សមួយចំនួនមនុស្សដែលលែងមានប្រយោជន៍គឺគ្មានតម្លៃត្រូវចងចាំទៀតទេហើយបើត្រូវពលីនៅក្នុងសមរភូមិប្រទេសនៅតែអាចមានទង់ចិត្តបក់រវិចតែម្ដាយម្នាក់បាត់បង់កូនប្រពន្ធម្នាក់បាត់បង់ប្តីកូនម្នាក់បាត់បង់ឪពុករហូតគ្មានថ្ងៃបានឃើញមុខម្ដងទៀតគ្មានមេដាយណាអាចបំពេញកន្លែងទំនេរនៅក្នុងគ្រួសារបានទេគ្មានពាក្យសរសើរណាអាចរស់ជំនួសជីវិតដែលបានបាត់បង់បានដែរប៉ុន្តែទោះដឹងថាផ្លូវនេះពោរពេញទៅដោយការឈឺចាប់ការលះបង់និងការដែលត្រូវគេបំភ្លេចក៏ដោយក៏ពួកយើងនៅតែជ្រើសរើសដើរផ្លូវមួយនេះព្រោះពួកយើងដឹងថាបើគ្មានអ្នកឈរនៅជួរមុខក៏គ្មានអ្នករស់បានសុខសាន្តនៅជួរខាងក្រោយដែរនេះមិនមែនត្រឹមតែជាកាតព្វកិច្ចទេតែជាជោគវាសនាជាវាសនារបស់មនុស្សដែលហ៊ានយកជីវិតខ្លួនឯងទៅដូរនឹងសន្តិភាពរបស់មនុស្សរាប់លាននាក់វាជាវាសនាដែលតម្រូវឲ្យពួកយើងកើតមកត្រូវតែខ្លាចជាកងទ័ពដើម្បីការពារមាតុភូមិ